អូកាប់នៅស្រុកខ្មែរយើងបាត់ដំបងនេះបាត់ចាញ់បរទេសអ្នកអនាម័យខ្ពស់អ្នកកាប់មកពីប្រទេសអូស្ត្រាលីធម្មតានេះទូកាប់លះទុកកុំឲ្យខូចរសាហើយអានេះសម្រាប់ធ្វើសាច់ក្រកធ្វើអីនេះរុំវិញខ្សប់ដល់ត្រូវបាទបងប្អូនអាចកំងបានមានអនាម័យខ្ពស់បាទបងប្អូនសាច់គោខ្មែរយើងចាំនៅខ្មែរយើងបើគោពូជមកពីស្រុកគេពូជបរទេសប៉ុន្តែចាំនៅស្រុកខ្មែរយើងបាទជាស្រើប